បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទប្រភេទពូជស្មៅនេះជាប្រភេទពូជស្មៅស៊ូកាំបាទស៊ូកាំនេះបើសិនជាបងប្អូនដាំប្រព័ន្ធគោចំគោចំកដោបចំចង្រិតអីផ្សេងឬក៏អឺចង់កាន់ឲ្យមន់ស៊ីទាស៊ីអាហ្នឹងបងប្អូនដាំប្រភេទនេះបានប្រភេទនេះប្រូតេអ៊ីនខ្ពស់មែនទែនបាទប្រូតេអ៊ីនរហូតដល់20%ជាងបាទសម្រាប់ស៊ូកាំនេះដើមវាស្តៀងនឹងដើមពោតដែរបាទហើយវាអត់រឹងស្លឹកវាដូចអត់រឹងដូចដើមពោតទេបាទស្លឹកអត់រឹងដូចស្លឹកពោតទេបងប្អូនស្លឹកវាអត់មានរោមទេប្រភេទហ្នឹងបាទទុនអញ្ចឹងបើសិនជាបងប្អូនមានម៉ាស៊ីនបងប្អូនអាចកាត់យកទៅកិនជាមួយម៉ាស៊ីនក៏បានដែរប្រភេទហ្នឹងគឺងាយស្រួលដាំមែនតើគ្រាប់ពូជនិយាយទៅបងប្អូនបាចចោលលើដីក៏ដុះដែរបងប្អូនបាទប្រភេទហ្នឹងហើយសម្រាប់អត្រាកាដុះរហូតដល់90%បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់បានប្រភេទកពូជផ្សេងខ្ញុំមានរហូតដល់5 6មុខឯណោះបាទដូចជារ៉ូស៊ីមុំភាសាតាតាមដាំដីលិចទឹកអីក៏មានដែរ